ឆ្នាំនេះក្តៅយកតែមែនតែនហ្មងដំណាំដាំដុះនៅក្នុងចំការគឺងាប់ចង់អស់ហើយបងប្អូនក្តៅខ្លាំងពេកអញ្ចឹងឪពុកម្ដាយរបស់ខ្ញុំក៏គាត់អត់បានដាក់ដាំបន្លែអ្វីផ្សេងទៀតដែរនេះជាដំណាំដាំដែលនៅសល់អត់ទាន់ងាប់អស់បងប្អូននៅចំការរបស់ឪពុកម្ដាយខ្ញុំសម្បូរជាងគេគឺដើមចេកទឿនឹងហ្មងហើយដើមចេកទឿក៏ងាប់ចិត្តអស់ដែរបងប្អូនអើយឃើញអញ្ចឹងស្ដាយដែរតើបងប្អូនឥឡូវពុកខ្ញុំគាត់ប្រឡែងគោឲ្យចូលស៊ីស្មៅស៊ីអីនៅក្នុងហ្នឹងហ្មងទៅព្រោះក្តៅពេកចាំរដូវធ្លាក់ភ្លៀងចាំដាំដំណាំបន្តបន្ថែមទៀតនៅខាងស្រុកខ្ញុំរដូវខែប្រាំងដែលសម្បូរជាងគេនោះគឺផ្លែស្វាយគឺផ្លែស្វាយចង់មានគ្រប់ផ្ទះឲ្យបងប្អូនផ្ទះណាក៏មានដាំស្វាយដែរសំបីតែផ្ទះខ្ញុំដាំនៅក្នុងចំការនេះឯងផ្លែស្វាយបើចេកក៏សម្បូរដែរបងប្អូនប៉ុន្តែសម្បូរតាមតែផ្ទះណាដែលមានដាំទេបើដាំស្វាយគឺមានចង់គ្រប់ផ្ទះផ្លែស្វាយជ្រុះទុំអីគេលែងរើសមកញ៉ាំឲ្យបងប្អូនអើយគឺគេទុកចោលនៅក្រោមដើមនឹងឯងពេលដល់សម្បូរពេកចឹងទៅគឺលែងមានអ្នករើសផ្វាយទុំនៅក្រោមដើមញ៉ាំហើយបើសិនគេចង់ញ៉ាំផ្វាយទុំឬផ្វាយចាស់អីគេបេះពីលើដើមមកញ៉ាំតែម្ដងគឺផ្វាយទុំរុះក្រោនៅក្រោមដើមអីគេមិនញ៉ាំដូចមុនទៀតទេនិយាយទៅអត់មានអ្នកផ្វាយពីផ្លែស្វាយសោះផ្វាយទុំអញ្ចឹងសំតែមានអ្នករើសមកធ្វើតណាប់អីគឺអត់មានសោះហ្មងសំបីតែផ្ទះឪពុកម្ដាយរបស់ខ្ញុំម៉ែខ្ញុំគាត់ធ្លាប់កោតណាប់អីធ្វើទុកហូបដែរប៉ុន្តែឆ្នាំនេះគឺគាត់អត់បានធ្វើសោះហ្មងថ្ងៃដែលខ្ញុំទៅស្រុកលេងចូលឆ្នាំហ្នឹងគឺខ្ញុំជិះតាមផ្លូវគឺឃើញស្វាយជ្រុះប៉ិនក្រោមដើមអញ្ចឹងគឺខ្ញុំស្ដាយមែនតើបងប្អូនអើយប៉ុន្តែមិនដឹងធ្វើម៉េចទេនោះតែឃើញនៅក្នុងវីដេអូរបស់ខ្ញុំអញ្ចឹងដើមអំពៅហើយនឹងដើមដំឡូងគឺងាប់អស់ហើយបងប្អូនអើយហើយដើមអំពៅតាំងពីពុកខ្ញុំដាក់ដាំមកគឺអត់សូវបានញ៉ាំទេបងប្អូនដោយសារតែកូននៅភ្នំពេញអញ្ចឹងអត់សូវបានទៅស្រុកហើយបានកាប់ញ៉ាំទេពេលដល់រដូវខែប្រាំងនេះគឺងាប់អស់លេងហើយបើដំឡូងក៏អញ្ចឹងដែរគឺអត់សូវមានអ្នកញ៉ាំដូចគ្នាប៉ុន្តែដំឡូងឪពុកម្ដាយរបស់ខ្ញុំគាត់ចូលចិត្តអញ្ចឹងគាត់បានញ៉ាំខ្លះអីដែរអញ្ចឹងបងប្អូនហើយបើពួកខ្ញុំគឺខ្ញុំអត់សូវចូលចិត្តទេអត់សូវចិត្តដំឡូងអីប្រហែលដែរហើយដំឡូងនៅខាងពុកខ្ញុំដាំហ្នឹងមានដំឡូងឈើដំឡូងទ្វារហើយនិងដំឡូងដៃខ្លាអីនោះសម្រាប់ដំឡូងទ្វារដំឡូងដៃខ្លាអីវល់ហ្នឹងគឺងាប់អស់ហើយបងប្អូនអើយគូស៊ីស្លឹកអស់ហើយនៅតែដំឡូងឈើដែលងាប់ឃើញដើមនឹងឯងហើយបើសិនជាគោះមើមប្រហែលជាមានមើមអីទៀតប៉ុន្តែអ្នកផ្ទះខ្ញុំអត់បានគោះទេព្រោះអត់មានអ្នកញ៉ាំសម្រាប់ផ្លែចេកវិញធ្លាប់តែផ្លែមួយស្តងគឺបានច្រើនស្និតប៉ុន្តែសានេះមួយស្តងគឺបានតែ2-3ស្និតតែប៉ុណ្ណោះ